អត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែងរបស់សណ្តែកដីមានចំពោះសុខភាពនិងសម្រស់សណ្តែកដីជាក្របធញ្ញជាតិមួយដែលមនុស្សជាច្រើនចូលចិត្តទទួលទានព្រោះតែវាបានផ្ដល់នូវរសជាតិឈ្ងុយឆ្ងាញ់ហើយមិនត្រឹមតែមានរសជាតិឈ្ងុយប៉ុណ្ណោះទេថែមទាំងមានប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនក្រៃលែងផងដែរ 1. ជួយរក្សាអត្រាជាតិកូលេស្តេរ៉ុលសណ្តែកដីមានអាស៊ីតខ្លាញ់ខ្ពស់ដែលវាជួយឲ្យអត្រាជាតិកូលេស្តេរ៉ុលអាក្រក់ស្ថិតក្នុងបរិមាណទាបនៅក្នុងរាងកាយជាពិសេសវាអាចការពារចំពោះការប្រឈមមុខនឹងជំងឺបេះដូងដូច្នេះអ្នកអាចបន្ថែមសណ្តែកដីចូលក្នុងរបបអាហារប្រចាំថ្ងៃបាន 2. ជួយការពារស្នាមជ្រីវជ្រួញសណ្តែកដីមិនត្រឹមតែជួយក្នុងរាងកាយរបស់អ្នកប៉ុណ្ណោះទេថែមទាំងល្អចំពោះស្បែកថែមទៀតក៏ព្រោះតែវាសម្បូរទៅដោយវីតាមីន E ដែលជួយកាត់បន្ថយស្នាមជ្រួញនៅលើស្បែកមិនតែប៉ុណ្ណោះសណ្តែកដីក៏មានវីតាមីន B ជួយឲ្យស្បែករបស់អ្នកភ្លឺចាំងចាំងផងដែរ 3. កាត់បន្ថយជាតិស្ករក្នុងឈាមចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមអ្នកអាចយកសណ្តែកដីធ្វើជាអាហារប្រចាំថ្ងៃបានដោយសារតែវាមានជាតិម៉ាញ៉េស្យូមជួយឲ្យកម្រិតជាតិស្ករក្នុងឈាមស្ថិតនៅក្នុងស្ថានភាពថេរហើយវាក៏សម្បូរសារធាតុប្រឆាំងនិងប្រតិកម្មអុកស៊ីតកម្មដែលធ្វើឲ្យសុខភាពរបស់អ្នកល្អប្រសើរ 4. ជួយកាត់បន្ថយបញ្ហាបាក់ទឹកចិត្តសណ្តែកដីសម្បូរទៅដោយសារធាតុមួយយ៉ាងអាមីណូអាស៊ីតមួយក្នុងចំណោម22ដែលមានក្នុងចំណីអាហាររបស់មនុស្សដែលវាអាចជួយកាត់បន្ថយសញ្ញានៃបញ្ហាបាក់ទឹកចិត្តនិងជួយបង្កើនអារម្មណ៍ល្អៗផងដែរដូច្នេះលើកក្រោយប្រសិនបើអ្នកមានអារម្មណ៍ស្រងេះស្រងោចគ្រាន់តែទទួលទានជាមួយនឹងសណ្តែកដីបន្តិចអ្នកនឹងមានអារម្មណ៍ធូរស្រាលឡើងវិញ 5. ផ្ដល់ឲ្យអ្នកនូវថាមពលខ្ពស់ប្រសិនបើអ្នកមានអារម្មណ៍ថាអស់កម្លាំងឬក៏ខ្សោយវិធីដ៏ល្អបំផុតគឺគួរតែញ៉ាំសណ្តែកដីចំពោះសណ្តែកដីមានសារធាតុខ្ពស់ដែលអាចជួយបង្កើនថាមពលខ្មៅរាងកាយរបស់អ្នកបានដោយសារតែវាមានជាតិរ៉ែនិងសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតកម្មជាពិសេសវាល្អចំពោះការសម្រកទម្ងន់ដោយសារតែវាមិនសូវមានជាតិកាបូអ៊ីដ្រាតខ្ពស់ដូចជាគ្រាប់ធញ្ញជាតិដទៃទៀត 6. ជួយការពារជំងឺមហារីកផ្សេងសណ្តែកដីមានជាតិអាស៊ីតដែលជួយកាត់បន្ថយនៅមហារីកក្រពះនិងមហារីកពោះវៀនដូច្នេះអ្នកគួរតែបន្ថែមសណ្តែកដីក្នុងរបបអាហារជាប្រចាំដើម្បីសុខភាពក្នុងរាងកាយ 7. ជួយឲ្យសក់ដុះលូតលាស់ល្អសណ្តែកដីមានអាស៊ីតខ្លាញ់អូមេហ្គា3ដែលជួយឲ្យសក់របស់អ្នកលូតលាស់បានល្អហើយវីតាមីន E ដែលមានក្នុងសណ្តែកដីនោះអាចជួយកាត់បន្ថយបញ្ហាសរសៃសក់ស្ដាងរបស់មនុស្សស្រីបានមិនតែប៉ុណ្ណោះវាថែមទាំងជួយសម្រួលដល់ចលនាឈាមក្នុងស្បែកក្បាលទៀតផង 8. កាត់បន្ថយអត្រាប្រឈមមុខនឹងបញ្ហាកំណកថ្មក្នុងប្រមាត់សណ្តែកដីនិងប៊ឺធัวពីសណ្តែកដីអាចកាត់បន្ថយនឹងការប្រឈមមុខជាមួយនឹងបញ្ហាកំណកថ្មក្នុងថង់ប្រមាត់និងអាចការពារមេរោគផ្សេងៗដែលទាក់ទងនឹងថង់ប្រមាត់រួមទាំងការឆ្លងមេរោគថ្លើមថែមទៀតផងគួរបញ្ជាក់ផងដែរសណ្តែកដីអាចជួយកាត់បន្ថយនៅជំងឺទាំងអស់នេះចាប់ពី 55% ឡើងទៅដូច្នេះអ្នកគួរតែបន្ថែមជាមួយនឹងសណ្តែកដីឬប៊ឺសណ្តែកដីនៅក្នុងអាហារពេលព្រឹកដើម្បីទទួលបាននូវសុខភាពល្អទាំងនេះជាអត្ថប្រយោជន៍ដ៏លើសលប់ដែលបានពីសណ្តែកដីបើគិតថាវីដេអូនេះល្អសូមជួយចែករំលែកបន្តផងសូមអរគុណ